no, 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 no. បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគេទៅកឡុកទីក្រុងប៉ុន្តែពួកខ្ញុំវិញគឺទៅកឡុកនៅឯព្រៃម្ដងហើយដើម្បីថាទៅរកផ្លែឈើហូបអីចឹងណាហើយពួកខ្ញុំក៏ចាប់ផ្ដើមថាជិះម៉ូតូមកតាមផ្លូវអីចឹងណាមួយទៅបងប្អូនអើយក្តៅមែនទែនបរោយខែនេះគឺខែចែកណាពុកម៉ែបងប្អូនទាំងអស់គ្នាគឺវាក្តៅមែនទែនប៉ុន្តែសំខាន់គឺចង់ទៅបេះព្រៃទៅបេះព្រៃណាទៅបេះផ្លែឈើព្រៃហូបម្ដងចឹងណាទៅមើលផ្លែគុយទៅមើលផ្លែអីក៏ដោយឲ្យតែផ្លែព្រៃឲ្យតែឃើញគឺបេះទាំងអស់ហើយប៉ុន្តែចាំមើលតាមដានបន្តទៀតថាពួកខ្ញុំបានផ្លែឈើព្រៃហូបអត់ខំប្រឹងតស៊ូជិះម៉ូតូហាក្តៅដែរអញ្ចឹងណាតែទៅគ្នាច្រើនដែរពី3ម៉ូតូដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នាប៉ុន្តែព្រៃនឹងនៅណាទេខ្ញុំអត់ដឹងដែរទៅតាមគេទៅតាមឯងទេគាត់ថានៅបែរទីខ្ញុំដែរអញ្ចឹងណាប៉ុន្តែគាត់ថាទៅដល់អត់ខកអំណងទេបងប្អូនទាំងអស់គ្នាគឺបានដែរប៉ុន្តែថាទៅបេះផ្លែគុយមិនតែមិនបានផ្លែគុយទៅបានផ្លែស៊ីម៉ុនទៅវិញអញ្ចឹងណានិយាយពីថារឿងសបាយគឺសបាយលេខ1បរយបងប្អូនទាំងអស់គ្នាគឺយើងទៅដល់ព្រៃណាបងប្អូនទាំងអស់គ្នាគឺចាប់ដើមដល់រោផ្លែគុយឯងនឹងនេះដល់រោផ្លែគុយតាមព្រៃតាមដើមឈើអញ្ចឹងទៅប៉ុន្តែកលេចទៅឃើញផ្លែស៊ីម៉ុនទៅវិញក៏ចាប់ផ្ដើមថាឡើងបេះផ្លែស៊ីម៉ុនហូបឲ្យបងប្អូនទាំងគ្នាណាមួយទៅក៏ថាយើងមិនបានផ្លែគុយឲ្យតែបានផ្លែអីក៏បានឲ្យតែផ្លែឈើព្រៃនិយាយមែនពុកម៉ែបងប្អូនទាំងអស់គ្នាផ្លែគុយគឺពិបាករោមែនទេនេះបានតែប៉ុណ្្នឹងឯងបងប្អូនផ្លែគុយនេះដល់រោឲ្យបានប៉ុណ្្នឹងឯងបានអាខ្ចីបានអាចាស់បានអាទុំប្រមាណទេប៉ុន្តែធ្វើមិនទៅបេះចឹងទៅក៏ចាប់ផ្ដើមថាទៅបេះនេះដែលស៊ីម៉ុននេះបងប្អូនទាំងគ្នាគឺច្រើនមែនទេបាន2ដើមណាប៉ុន្តែ2ដើមគឺខ្ពស់មែនទេបរោយដោយសារតែវាខ្ពស់ហ្នឹងសារគេមើលឃើញបងប្អូនទាំងគ្នាប៉ុន្តែពួកខ្ញុំចាប់ផ្ដើមថាបេះឲ្យតែបានស៊ីម៉ុនក៏បានដែរបងប្អូនទាំងគ្នាព្រោះឲ្យខានហូបស៊ីម៉ុនយើងយូរដែរអញ្ចឹងណាបងប្អូនទាំងគ្នានិយាយមែនបងតើគ្នានឹកស្មានមិនដល់ថាបេះផ្លែស៊ីម៉ុនបានច្រើនមែនទែននិយាយរួមទៅដើរនេះខ្ញុំមិនដឹងថាបានផ្លែឈើព្រៃបានមកផ្ទះវិញប៉ុន្តែលេងអីបងប្អូនទាំងគ្នាអោតទៅឃើញដើមស៊ីម៉ុន2ដើមដល់កផ្លែនឹងមូលដើមរយប៉ុន្តែបងប្អូនទាំងគ្នាគាត់ធ្វើឆ្ងាញ់ប្រមាណដោយសារតែវារាំងខ្លាំងពេករាំងភ្លៀងណាផ្លែស៊ីម៉ុនទៅតែភ្លៀងទាំងទៅអត់មានទឹកច្រើនតែអ្នកមានទឹកទេបងប្អូនទាំងគ្នាមានតែហូបទៅស្ងួតហើយទាំងជូរមិនទេបងប្អូនទាំងគ្នាមិនដឹងមិនមកទេយកទៅនេះតែគាត់សប្បាយចិត្តពេលយើងទៅដល់បានផ្លែឈើព្រៃច្រើនអញ្ចឹងណាអូយបងប្អូនទាំងគ្នាមានតិចទេទាំងក្មួយទាំងបងឲ្យច្រើនមែនទែនបរោយទៅព្រៃនេះសប្បាយមែនទែនបងប្អូនទាំងគ្នាអើយក្នុងព្រៃតោគេដឹងអស់ហើយអ្នកមិនដឹងថាពួកខ្ញុំទៅបេះផ្លែស៊ីម៉ុនទៅបីលក់ហ្នឹងក៏ពិតមិនបានលក់ទេបងប្អូនទាំងគ្នាសរសើរញាតិយើងវាច្រើនពេកអញ្ចឹងទៅបើយើងរកឃើញផ្លែឈើហើយយើងចាំបង្ការទៅជាបានច្រើនមកប៉ុន្តែអត់បានយកទៅលក់ទេបងប្អូនទាំងគ្នាគាត់យើងយកចែកគ្នាហូបអញ្ចឹងណាគាត់ថាបងប្អូនកូនគួយវាច្រើនទៅហើយអញ្ចឹងទៅយើងរកកន្លែងបានដើមស៊ីម៉ុនយើងច្រើនហើយយើងចាប់ដើមបេះឲ្យច្រើនពីដើមមកមួយទៅយើងទុកទៅក៏យើងមិនបានសល់ដែរគឺគេមកគឺគេបេះហើយអញ្ចឹងយើងជួបហើយយើងបេះទៅនិយាយពីរឿងដើមស៊ីម៉ុនវិញបងប្អូនទាំងអស់គ្នាគឺខ្ពស់ខ្លាំងមែនទែនបរោយណាហើយយើងឡើងទៅ2នាក់អញ្ចឹងទៅនៅខាងលើតែខាងក្រោមមានមនុស្សច្រើនអញ្ចឹងទៅហើយខ្ញុំតែបីត្រង់យកស៊ីម៉ុនពីលើមកអញ្ចឹងទៅក៏អ្នកខ្លះប្រលេះនេះអីអញ្ចឹងទៅលេងសាច់បដាអញ្ចឹងណាបងប្អូនទាំងគ្នាគឺច្រើនមែនទែនបងប្អូនទាំងគ្នាប៉ុន្តែស្លាយស៊ីម៉ុនអត់សូវផ្អែមទេបងប្អូនទាំងគ្នាគឺជូរអែមអញ្ចឹងណាប៉ុន្តែបងទាំងគ្នាផ្លែឈើព្រៃឥឡូវពិបាករកទិញណាតាមផ្សារណាមួយទៅគឺអត់សូវមានអ្នកលក់អញ្ចឹងណាបងប្អូនទាំងគ្នាអត់ដូចខ្ញុំនៅកាលនោះទុយទេទុយគឺសម្បូរផ្លែឈើព្រៃលក់តាមផ្សារច្រើនហើយថោកប៉ុន្តែឥឡូវមានលក់ដែរប៉ុន្តែថ្លៃដូចស៊ីម៉ុននេះគឺកម្រមានលក់ប៉ុន្តែឥឡូវគេល្បីគុយអញ្ចឹងណាប៉ុន្តែគុយថ្លៃដែរអញ្ចឹងណាតែស៊ីម៉ុនក៏មិនសូវជាថោកប្រហែលដែរឲ្យតែមានផ្លែឈើព្រៃគឺជាផ្លែឈើធម្មជាតិមិនបានតែដាក់បាញ់ថ្នាំបាញ់អីអញ្ចឹងណាប៉ុន្តែពិបាករកបងប្អូនទាំងគ្នាខ្ញុំដើរព្រៃកម្រមានស៊ីម៉ុនហូបនិយាយមែនគឺពិបាកដើរប៉ះតែលើកនេះហេងដើរប៉ះអាន2ដើមនេះគឺនិយាយមែនគឺពេកចាំដើរបេះតែគុយទេមិនតែឥឡូវចាប់ដើមយករកបានស៊ីម៉ុនបាន2ដើមអញ្ចឹងទៅគឺចាប់ដើមថាយើងបេះមកទុកហូបទៅនៅមួយខានហូបយូរដែរស៊ីម៉ុនមកតែគ្នាមួយទៅផ្លែឈើព្រៃប្រភេទហ្នឹងគឺមួយឆ្នាំផ្លែតែម្ដងទេគឺរដូវវាពេកចាំខែ3ខែ4ខែ5ហ្នឹងចាប់ដើមពេញហូបឆ្ងាញ់ហើយអញ្ចឹងណានិយាយរួមទៅបើចង់ហូបទៅតាមួយឆ្នាំនោះបងប្អូនទាំងគ្នាផ្លែឈើប្រភេទហ្នឹងវាពិបាករកដែរអញ្ចឹងណាតែបើសិនជាដល់ខែវាត្រូវផ្លែហើយទៅដើររកទិញហូបក៏ពិបាកក៏ថ្លៃដែរបើថាយើងទិញទៅតាមផ្សារក៏ថ្លៃយើងមកដើររកតាមព្រៃក៏ពិបាកដែរបងប្អូននៅផ្លែគុយបានមួយឡើងខ្ពស់ណាបងប្អូនទាំងគ្នាអើយបើថាទិញផ្សារអី1គីឡូ3 4ម៉ឺននេះកំតថ្លៃគឺពិបាកមែនញ៉ាំបានឡើងបងប្អូនទាំងគ្នាគាត់ទៅជាមួយគេឃើញគេឡើងបានមួយផ្លែផ្សំលក់បាន1គីឡូឲ្យយើងហូបបងប្អូនទាំងគ្នាអូយហត់ណាបងប្អូនទាំងនេះសក្រងខំផងមើលបលាងបត់អីផងមិនមែនតតែអ្នកដើរព្រៃទើបដឹងថាពិបាកប៉ុណ្ណាផ្លែឈើព្រៃពិបាករកហូបណាពិសេសគឺគុយបរោយ
ផ្លែជាវើអញ្ចឹងទៅវាដើរតាមព្រៃតាមអីអញ្ចឹងទៅបានមួយអានពីរចាឡើងបេះមកផ្សំអញ្ចឹងទៅណាអញ្ចឹងទៅប្លុកខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនទាំងគ្នាព្រោះប្លុកបែបហ្នឹងទើតែមួយឆ្នាំគាត់បានមានទៀតព្រោះអីយើងអាហ្នឹងគឺមួយឆ្នាំមានម្ដងអញ្ចឹងណាហើយប្លុកខ្ញុំក៏មានតែប៉ុណ្្នឹងហើយបងប្អូនទាំងគ្នាអរគុណច្រើនសម្រាប់ការទស្សនាប្លុកវិញហ្នឹងអរគុណច្រើនបាយបាយ